ខ្ញុំនៅជនបទគ្មានឋានៈគ្មានមុខរបរគឺត្បាញចន្ទេកនោះអូនទី2របស់ខ្ញុំគុនអ៊ីនៅស៊ីលៀងគេធ្វើជាកងកាត់ពីមិនអូនទី3របស់ខ្ញុំចាំងហ្វីនៅតំបន់ហើបៃកងរបស់លោកស្រាហើយនឹងកាប់ជ្រូកម្នាក់ជាអ្នកត្បាញកាទេលហើយម្នាក់ទៀតកងការពារហើយម្នាក់ទៀតសម្លាប់ជ្រូកលោកស្រាគួរឲ្យអស់សំណើចមែនជនទាំង3ហ៊ានមកទីនេះនិយាយប្រហើតផងមែនទេ